បាទសួស្តីពុកម៉ែបងប្អូនឥឡូវនេះខ្ញុំជាមួយនឹងកម្មករប្រហែលជា40នាក់ដែលគាត់ពុំមានមធ្យោបាយធ្វើដំណើរទៅទីទួលសុវត្ថិភាពទេដូច្នេះសូមបងប្អូនជួយ share ព័ត៌មានមួយដើម្បីឲ្យដឹងដល់ថ្នាក់ដឹកនាំដើម្បីយករថយន្តមកជួយសង្គ្រោះគាត់ផងព្រោះពួកគាត់នៅក្នុងលានដ្ឋានមួយខ្ញុំនេះឯងបាទនៅក្នុងលានដ្ឋានមួយខ្ញុំនេះឯងពួកគាត់អត់មានមធ្យោបាយធ្វើដំណើរទៅទីទួលសុវត្ថិភាពទេបាទហើយស្បៀងក៏ចិត្តអស់ដែរមិញបងផៃវណ្ណៈគាត់បានឧបត្ថម្ភមកដើម្បីឲ្យខ្ញុំទិញស្បៀងគាត់ឥឡូវចាំស្ងាត់ក្របទៅចាំទៅយកស្បៀងជូនពួកគាត់ហ្នឹងហើយសូមថ្លែងអំណរគុណដល់បងផៃវណ្ណៈផងបាទដែលបានជួយឧបត្ថម្ភមកហើយសំខាន់ហ្នឹងហើយសូមថ្នល់អាជ្ញាធរបាទសូមមេត្តាជួយសង្គ្រោះរថយន្តបាទរថយន្តដើម្បីជូនគាត់ទៅកន្លែងទីទួលសុវត្ថិភាពផងបាទពួកมันអាចស្នាក់នៅកន្លែងនេះបានយូរទេបាទនេះប្រហែលជា40នាក់បាទចា40នាក់នៅក្នុងលានដ្ឋាននេះបាទពួកអីពេលនេះគ្រាប់កំពុងតែផ្លោងបាទគឺអត់បានឈប់ទេគឺផ្លោងញាប់ជាប់គ្នាតែម្ដងបាទជាប់គ្នាតែម្ដងបាទមានទាំងចាស់មានទាំងក្មេងបាទនេះមើលកូនក្មេងបាទមនុស្សចាស់បងជួយពលនេះបងជួយពលនេះមើលបាទនេះមានទាំងមនុស្សចាស់មានទាំងកូនក្មេងនៅក្នុងលានដ្ឋាននេះប្រហែលជា40នាក់បាទដូច្នេះសូមថ្នាក់ដឹកនាំមេត្តាជួយយករថយន្តដើម្បីធ្វើដំណើរជូនគាត់ទៅកន្លែងលានដ្ឋានផងបាទទៅលានដ្ឋានផងបាទពួកអីកន្លែងនេះវាមិនសូវទីទួលសុវត្ថិភាពប៉ុន្មានទេបាទយើងបដោះអាសន្នទេដូច្នេះសូមអាជ្ញាធរមេត្តាជួយមានរថយន្តអីជួយយកមកជូនដំណើរគាត់ទៅកន្លែងទីទួលសុវត្ថិភាពផងព្រោះអីគាត់អត់មានមធ្យោបាយធ្វើដំណើរទេបាទកម្មករសំណង់យើងនៅក្រោយអគារកាស៊ីណូអូស្មាច់រីសតបាទច្រើនអ្នកណាស់បងប្អូនច្រើនអ្នកណាស់បាទ40អ្នកជាងបាទមិញបានបងផៃវណ្ណៈឧបត្ថម្ភមកបាទឲ្យខ្ញុំទិញស្បៀងដើម្បីឲ្យពួកគាត់បាទនេះឃើញថាច្រើនមែនតើបងប្អូនហ្នឹងហើយឥឡូវនេះលឺគ្រាប់កំពុងតែខ្លាំងហើយយើងមិនអាចចេញទៅណាបានទេបាទមើលនេះកូនក្មេងនេះហូបបាយនេះហូបបាយនេះកូនអូដល់ហើយនេះហើយក្មេងៗនេះអត់ដឹងអីសោះមើលនេះបាទទៀតតូចមើលរមាក់រមិញបាទបាទដូច្នេះបងប្អូនហ្នឹងហើយជួយ share វីដេអូនេះមួយដើម្បីឲ្យថ្នាក់ដឹកនាំហ្នឹងយករថយន្តដើម្បីធ្វើជាមធ្យោបាយជូនគាត់ទៅទីទួលសុវត្ថិភាពផងពួកគាត់គ្មានរថយន្តទៅទេបើសិនជាគាត់មានរថយន្តទៅគឺគាត់ទៅដល់ទីទួលសុវត្ថិភាពហើយបាទពេលនេះគឺខ្ញុំអត់ឲ្យគាត់ដើរទៅណាពេលខ្លះទេដើម្បីឲ្យមានសុវត្ថិភាពទាំងអស់គ្នាគឺនៅក្នុងលានដ្ឋានបាទនៅក្នុងលានដ្ឋានបាទប៉ុន្តែក្របនេះគឺផ្លោងអត់ឈប់ទេបាទគឺនៅតែបន្តផ្លោងទេបាទសូមអរគុណសូមគោរពលាបាទមេត្តាជួយ share ឲ្យបងប្អូនយើងដឹងដល់អាជ្ញាធរដើម្បីយករថយន្តជូនគាត់ទៅកន្លែងទីទួលសុវត្ថិភាពផងបាទពួកគាត់អត់មានមធ្យោបាយធ្វើដំណើរទេបាទសូមអរគុណសូមគោរពលាបាទ